របៀបបង្កើត account Facebook និងរៀបចំ Facebook ឲ្យត្រូវស្តង់ដារអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាតាក់ទងមួយការបង្កើត account Facebook ដែលអត់ទាន់ចេះឬក៏បង្កើតអាសាខូចហ្នឹងគឺដោយសារបងប្អូនអត់ទាន់បានរៀបចំនឹងការបង្កើតវាឲ្យបានត្រូវស្តង់ដារដើម្បីកុំឲ្យវាងាយខូចអញ្ចឹងតាក់ទងជាមួយនឹងការបង្កើត account បងប្អូនចុចលើពាក្យថា create new នេះមកបាទអញ្ចឹងកន្លែងនេះគឺបងប្អូនយកកន្លែងនេះ create new account ចុចលើ create new account នេះទៅអញ្ចឹងកន្លែងនេះគឺបងប្អូនដាក់ឈ្មោះយើងមកបើអាចគឺបងប្អូនដាក់ឈ្មោះពិតប្រាកដដូចជាមួយនឹងអត្តសញ្ញាណប័ណ្ណចុះឧទាហរណ៍ខ្ញុំដាក់ឈ្មោះថាបាទខ្ញុំដាក់ឈ្មោះថាសវណ្ណបញ្ញាបន្ទាប់ពីដាក់ឈ្មោះដាក់ first name and last name ហើយគឺបងប្អូនចុចលើពាក្យថា next ចឹងកន្លែងនេះតកតងមួយថ្ងៃខែឆ្នាំកំណើតកន្លែងនេះបងប្អូនដាក់ឲ្យត្រូវមកបាទដាក់ឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណយើងមកបន្ទាប់ពីយើងដាក់ថ្ងៃខែឆ្នាំកំណើតហើយបងប្អូនចុចលើពាក្យថា next បន្ទាប់មកកន្លែងនេះគឺវាសួរថាយើងភេទអីរើសភេទយើងមកប្រុសយកអានេះប្រុសយក male ស្រីយក female មកអញ្ចឹងកន្លែងនេះខ្ញុំយក male ដោយសារខ្ញុំជាមនុស្សប្រុសបាទអានេះមក option នេះយល់ល្អយើងដាក់ឲ្យត្រូវមួយតញ្ញិនបានយ៉ាងមកប្រុសគឺប្រុសស្រីគឺស្រីបាទចុច next មកតោះមកយើងធ្វើការដាក់លេខទូរស័ព្ទបាទអញ្ចឹងកន្លែងនេះវាសួរយើងចាំបង្កើតជាមួយនឹងលេខទូរស័ព្ទឬក៏ email អញ្ចឹងកន្លែងនេះបងប្អូនដាក់លេខទូរស័ព្ទក៏បាន email ក៏បានអញ្ចឹងឥឡូវនេះខ្ញុំដាក់ជាមួយនឹងលេខទូរស័ព្ទនឹងមួយបាទអូខេបន្ទាប់ពីបងប្អូនដាក់លេខទូរស័ព្ទហើយបងប្អូនចុចលើពាក្យថា next តែបើសិនជាបងប្អូនសាញ់អាប់មួយ email យកអាខាងក្រោមមកតែនេះយើងយកលេខទូរស័ព្ទផ្សេងលេខទូរស័ព្ទហើយចុច next មកបន្ទាប់មកកន្លែងនេះគឺតើតើមួយ password អញ្ចឹងចំពោះ password របស់យើងធ្វើការដាក់ទៅអញ្ចឹងចំពោះ password បងប្អូនដាក់8ខ្ទង់ឡើងទៅហើយមានលេខនិមិត្តសញ្ញាអក្សរធំអក្សរតូចចឹងបន្ទាប់ពីបងប្អូនដាក់ password ហើយគឺបើសិនជាយល់ល្អបងប្អូនកត់ password ទុកទៅកុំឲ្យភ្លេចថ្ងៃក្រោយបាទបន្ទាប់មកយើងធីកកន្លែងនេះ remember login info ទៅហើយយើងចុចលើពាក្យថា next អូខេអញ្ចឹងកន្លែងនេះគឺវាឲ្យយើងធ្វើការ agree ជាមួយនឹងគោលការណ៍និងតកតងជាមួយនឹង policy របស់វាបាទអញ្ចឹងយើងអត់មានអីទៅធ្វើទេចុចលើពាក្យថា agree មកអញ្ចឹងវានឹងធ្វើការ send code ទៅកាន់លេខទូរស័ព្ទរបស់យើងបាទអញ្ចឹងវា send មកហើយអញ្ចឹងយើងចុចលើនឹងយកតែម្ដងបាទអូខេកន្លែងនេះតកតងជាមួយនឹងការ add profile picture អញ្ចឹងកន្លែងនេះខ្ញុំ skip សិនចាំខ្ញុំ add ពេលក្រោយបាទអញ្ចឹងវា welcome to Facebook ហើយអូខេអញ្ចឹងយើងចូលទៅកាន់ Facebook ទៅអញ្ចឹងកន្លែងនេះto find friend faster allow say to contact អញ្ចឹងកន្លែងនេះបងប្អូនចង់ allow ក៏បានដែរអញ្ចឹងកន្លែងនេះបងប្អូនចុច turn on ក៏បាន not now ក៏បានដែរឥឡូវនេះខ្ញុំចុចលើពាក្យថា not now អញ្ចឹងកន្លែងនេះខ្ញុំ skip សិនបាទអញ្ចឹងចំពោះការ add friend យើងអាច add friend 2-3នាក់អីសិនបានហើយកុំអាចតន់ add friend ច្រើនបាទចុះឧទាហរណ៍ថាខ្ញុំ add friend 2-3នាក់ទៅហើយខ្ញុំចុចលើពាក្យថា done អូខេអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនចង់បាន account កាន់តែរឹងមាំអានេះគឺបងប្អូនប្រើថែមជាមួយនឹង email អញ្ចឹងកន្លែងនេះខ្ញុំអត់ទាន់ add email ទេខ្ញុំចាំ add ក្រោយអញ្ចឹងខ្ញុំចុចលើពាក្យថា skip អូខេឥឡូវនេះគឺយើងបាន account Facebook ហើយនេះបងប្អូនបាទបាន account Facebook មួយហើយបន្ទាប់មកយើងមកដាក់ profile មកអញ្ចឹងកន្លែងនេះ add picture មកខ្ញុំចុចលើពាក្យថា next បន្ទាប់មកយើងចុចលើពាក្យថា save ឬក៏យើង save បន្តិចទៅហើយយើងចុចលើពាក្យថា save មក
ចឹងកន្លែងនេះតកតងមួយ lock profile ចឹងកន្លែងនេះខ្ញុំអត់ចង់ធ្វើការ lock profile ទេ account បងប្អូនយល់អស់បាច់ lock profile ទេចុច skip មកបាទចឹងកន្លែងនេះវាឲ្យយើង add hometown បាទ add hometown យើង add មកយើងនៅណាយើងដាក់នៅហ្នឹងមកតែខ្ញុំភ្នំពេញយើងយកភ្នំពេញមកបាទតែ school នេះយើង skip សិនក៏បានឥឡូវ skip សិនទៅចាំយើងមកពេញក្រោយបាទ cover យើង add cover មួយចូលទៅតែមកយើងចុចលើពាក្យថា save អូខេចាំយើងចុច next នេះចឹងកន្លែងនេះ add យក display picture មានកន្លែងហ្នឹងមកបាទអញ្ចឹង view profile នេះthì យើងបាន account Facebook មួយឲ្យបងប្អូននេះបាទឈ្មោះសុវណ្ណបញ្ញាចឹងអ្វីដែលបងប្អូនត្រូវធ្វើបន្ទាប់នេះគឺកន្លែងនេះគឺបងប្អូនមកមើលតាក់ទងជាមួយនឹងaccount របស់យើងបាទចា account របស់យើងគឺវាមានមុខងារជាច្រើនបែបនេះបងប្អូនបាទចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺមើលកន្លែងនេះ edit profile ដើម្បីបំពេញព័ត៌មានដែលយើងខ្វះចន្លោះដែលនេះចឹងយើងខ្វះចន្លោះច្រើនយើងអត់ទាន់ដាក់ហើយតកតងជាមួយនឹង bio នេះយើងអាចដាក់មួយទៅហើយយើងចុច save មកអូខេចឹងយើង edit profile info មកបាទកន្លែងយើងធ្វើការដាក់មក save មក experience workplace name BOS Cambodia ចឹងក៏យើងដាក់ឲ្យមានមកចឹងយើងថយវិញមកចឹងមួយទៀតបើសិនជាបងប្អូនចង់បាន account នឹងរឹងមាំណាគឺបងប្អូនមកមើលកន្លែងនេះបាទកន្លែង password and security នេះបងប្អូនអាចមើលតទៅ personal detail នេះបងប្អូនអាច add email មួយទៀតបន្ថែមបាទកន្លែងហ្នឹងទី1ទី2បងប្អូនមកដាក់សុវត្ថិភាព account បាទតទៅជាមួយនឹង two factor authentication នេះបងប្អូនបើក two factor authentication ហ្នឹងមកបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំចង់និយាយខ្លីៗប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានចម្ងល់មានសំណួរអីថែមបងប្អូនអាចធ្វើការ comment សួរនៅខាងក្រោមវីដេអូបានសូម